ការដែលយើងញ៉ាំចំណីអាហារចូលហើយយើងពិបាកនៅក្នុងការបត់ជើងវាជារឿងមួយដែលសំខាន់ខ្លាំងមែនទែនដែលបងប្អូនត្រូវយកចិត្តទុកដាក់មនុស្សជាច្រើនតែងតែមានបញ្ហាទៅលើសុខភាពកាពះពោះវៀនគឺខ្លាំងមែនទែនតាមរយៈចំណីអាហារដែលគាត់ញ៉ាំចូលជាប្រចាំហើយការបត់ជើងមកអត់អស់ឬក៏មានបញ្ហាទៅលើការបត់ជើងទល់លាមកបើសិនជាបងប្អូនទុកឲ្យអាក្រក់នឹងយូរវាមានបង្កហានិភ័យទៅលើសុខភាពខ្លាំងមែនទែនរឿងទី1វាធ្វើឲ្យមុខងារកាពះវៀនបងប្អូនចាប់ផ្ដើមចុះខ្សោយពិបាកនៅក្នុងការកាន់អាហារទី2វាធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាស្អិតកាពះស្អិតពោះវៀនមានអ្នកខ្លាំងគឺមានករណីមួយចំនួនអាចនឹងបាត់ជើងនៅចង្កេះទៀតបើសិនជាបងប្អូនកំពុងតែមានបញ្ហាទល់លាមកបាត់ជើងមកអស់ឬក៏ពិបាកនៅក្នុងការបាត់ជើងខ្លាំងមែនទែនមានបញ្ហាតទៅនឹងការដែលកើតឬដុំបាតហ្នឹងរូបសម្បត្តិមានការចូលរួមមួយជាមួយនឹង aloe vera aloe vera គឺជាប្រភេទឱសថមកពីខាងសហរដ្ឋអាមេរិកដែលវាមានតួនាទីជំរុញនៅក្នុងការសំណល់កាពះវៀនបងប្អូនទាំងអស់គ្នាបានហើយសម្រាប់បងប្អូនដែលពិបាកក្នុងការបាត់ជើងខ្លាំងបងប្អូនព្យាយាមញ៉ាំ2គ្រាប់មុនពេលចូលគេងយប់ឡើងហ្នឹងព្រលឹមឡើងបងប្អូនទទួលបានអារម្មណ៍ល្អខ្លាំងមែនទែនការបាត់ជើងបងប្អូនមកអស់រាល់ចំណីអាហារបន្លែផ្លែឈើដែលបងប្អូនញ៉ាំចូលពីល្ងាចទាំងប្រមាណហ្នឹង aloe vera គឺវាជួយទៅជំរុញទៅលើមុខងារប្រព័ន្ធលេហាបងប្អូនល្អខ្លាំងមែនទែនចឹងបើសិនជាបងប្អូនរស់នៅក្នុងពេលបច្ចុប្បន្ននេះពិបាកក្នុងការបាត់ជើងកុំភ្លេចអាចមកញ៉ាំជាមួយនឹង aloe vera នឹងបាន